ជំរាបសួរហើយក៏សូមសួស្តីប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel សម្រាយរឿងភូមិថ្មីនៅក្នុងថ្ងៃនេះដែរ Admin នឹងលើកយកនៅសាច់រឿងថ្មីមួយមកសម្រាយជូនប្រិយមិត្តទាំងអស់គ្នារឿងនេះគឺជារឿងរបស់កូរ៉េហើយ Admin ធានាថារឿងនេះនឹងល្អមើលសម្រាប់ប្រិយមិត្តទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលវេលាយូរចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាចាប់ផ្ដើមដំបូងនៃសាច់រឿងរបស់យើងមានឡានសមួយគ្រឿងដែលបើកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានតាមពីក្រោយឡានពណ៌ខ្មៅមួយគ្រឿងទៀតបន្ទាប់មកឡានពណ៌សមួយគ្រឿងនោះបានតាមឡានពណ៌ខ្មៅរហូតទៅដល់កន្លែងស្ងាត់មួយបន្ទាប់មកបរិះដែលបើកឡានពណ៌សមួយគ្រឿងនោះបានបើកទៅបុកគូតឡានពណ៌ខ្មៅមួយគ្រឿងនោះបន្ទាប់មកម្ចាស់ឡានពណ៌ខ្មៅនោះបានចុះមកពិនិត្យគូតឡានរបស់គេបានឃើញស្នាមដែលនៅលើគូតឡានរបស់គេបន្ទាប់មកគេក៏បានទាញកាមេរ៉ាមួយគ្រឿងតូចរបស់គេដើម្បីមកថតរូបភាពទាំងអស់នេះទុកជាភស្តុតាងសម្រាប់ប្រគល់ទៅឲ្យប៉ូលីសក៏ប៉ុន្តែភ្លាមនោះបរិះមិនស្គាល់អត្តសញ្ញាណបើកឡានសម្នាក់នោះបានទាញកាំបិតរបស់គេទុះមកចាក់សម្លាប់បរិះម្នាក់នោះដោយមិនមានមូលហេតុបរិះម្នាក់នោះបានរងរបួសជាច្រើនកាំបិតហើយបានដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងឡានរបស់គេបន្ទាប់ពីសម្លាប់បរិះដែលមិនស្គាល់អត្តសញ្ញាណម្នាក់នោះរួចមកឃាតករប្រុសម្នាក់នោះក៏បានប្រញាប់ចាកចេញពីទីនោះទៅនៅថ្ងៃទី5ខែសីហាគឺជារដូវក្តៅបំផុតរបស់ប្រទេសកូរ៉េលោកប៉ូលីសថេសុកកំពុងតែធ្វើដំណើរទៅកាស៊ីណូមួយកន្លែងនៅក្នុងទីប្រជុំជននៃទីក្រុងរបស់គាត់ក៏ប៉ុន្តែនៅតាមផ្លូវទៅទីនោះចរាចរណ៍បានស្ទះយ៉ាងខ្លាំងបណ្ដាលឲ្យគាត់មិនអាចធ្វើដំណើរទៅមុខទៀតបានគាត់ក៏បានសម្រេចចិត្តចុះពីលើឡានរបស់គាត់ដើរថ្មើរជើងសម្ដៅទៅកាស៊ីណូមួយកន្លែងនោះថេសុកគឺជាប៉ូលីសដែលបម្រើប្រជាជនដោយស្មោះត្រង់គាត់ធ្វើការងារមិនខ្វល់ពីថ្នាក់លើរបស់គាត់នោះឡើយគាត់គឺជាប៉ូលីសដែលបម្រើប្រទេសរបស់គាត់និងប្រជាជនរបស់គាត់ដោយស្មោះត្រង់អស់ពីចិត្តរបស់គាត់បទល្មើសនិងឧក្រិដ្ឋកម្មជាច្រើននៅតំបន់ដែលគាត់ទទួលខុសត្រូវមិនងាយគេចផុតពីកណ្ដាប់ដៃរបស់គាត់នោះឡើយថេសុកបានសម្រុកចូលទៅក្នុងកាស៊ីណូមួយកន្លែងនោះក៏ប៉ុន្តែសន្តិសុខទាំងអស់នោះបានព្យាយាមសោកប៉ាន់គាត់ដោយប្រាក់មួយចំនួនធំក៏ប៉ុន្តែគាត់មិនបានអើពើជាមួយនឹងប្រាក់ដែលពួកទាំងអស់នោះសោកប៉ាន់គាត់នោះឡើយបន្ទាប់មកគាត់ក៏បានវាយទៅកាន់សន្តិសុខទាំងអស់នោះជាការពិតណាស់សន្តិសុខដែលមានមាឌដូចក្របីទាំងអស់នោះមិនមែនជាដៃគូរបស់លោកប៉ូលីសថេសុកនោះឡើយបន្ទាប់ពីកម្ចាត់កាកមនុស្សទាំងអស់នេះរួចហើយលោកប៉ូលីសថេសុកក៏បានសម្រុកចូលទៅក្នុងដើម្បីតាមរកក្មេងប្រុសម្នាក់ដែលជាអ្នកទទួលខុសត្រូវនៅក្នុងកាស៊ីណូមួយកន្លែងនេះបន្ទាប់មកគាត់ក៏បានរកឃើញក្មេងប្រុសម្នាក់នោះងាកមកកាន់បរិះមាឌធំដែលមានស្នាមសាក់យ៉ាងច្រើននៅលើខ្លួនឯនេះវិញគាត់កំពុងតែហាត់កីឡារបស់គាត់ជាមួយនឹងកូនចៅរបស់គាត់បានព្យាយាមវាយបើកសាក់ដែលមើលទៅហាក់ដូចជាមានរបស់អ្វីម្យ៉ាងនៅក្នុងនោះអញ្ចឹងកូនចៅរបស់គាត់ព្យាយាមទប់បើកសាក់នោះដើម្បីឲ្យចៅវាយនីរបស់គាត់អាចវាយចំគោលដៅបានល្អឥតខ្ចោះដុងស៊ូគឺជាមេបងធំហើយក៏ជាអ្នកលេងដ៏មានឥទ្ធិពលម្នាក់នៅក្នុងទីក្រុងនេះដែរគេមានមុខជំនួញយ៉ាងច្រើននៅពីក្រោយខ្នងរបស់គេដោយសារតែអំណាចរបស់គេនេះហើយទើបធ្វើឲ្យជំនួញរបស់គេទាំងអស់មានដំណើរការយ៉ាងល្អប្រសើរកូនចៅរបស់គេក៏បានដើរចូលមកជិតគេហើយនិយាយអំពីបញ្ហាដែលគេកំពុងតែជួបប្រទះនោះគឺមេបងធំម្នាក់ទៀតដែលកំពុងតែបំពេញនៅទឹកដីដែលដុងស៊ូកំពុងតែកាន់កាប់បន្ទាប់មកដុងស៊ូក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យទម្លាក់បាវសាក់នោះចុះមកក្រោមជាការពិតណាស់នៅក្នុងបាវសាក់នោះគឺជាមនុស្សហើយមនុស្សម្នាក់នេះគឺជាអ្នកដែលបានចម្ពាក់លុយគាត់ហើយមិនព្រមសងអស់រយៈពេល3ឆ្នាំមកហើយនេះគឺជាការប្រដៅរបស់គាត់ទៅកាន់បុរសម្នាក់នោះបន្ទាប់មកដុងស៊ូក៏បានចាក់ចេញពីអគាររបស់គាត់ភ្លាមៗដើម្បីទៅជួបមេបងធំម្នាក់នោះដែលកំពុងតែបំពេញនៅទឹកដីរបស់ខ្លួននៅពេលដែលដុងស៊ូកំពុងតែធ្វើដំណើរដើម្បីទៅជួបមេបងធំម្នាក់ទៀតគាត់បានទទួលទូរស័ព្ទអំពីកូនចៅរបស់គាត់ដែលបានរាយការណ៍អំពីកន្លែងកាស៊ីណូរបស់គាត់មួយកន្លែងត្រូវបានប៉ូលីសប្រុសម្នាក់សម្រុកចូលទៅចាប់អ្នកទទួលខុសត្រូវនៅទីនោះបាត់ទៅហើយដុងស៊ូបានដឹងយ៉ាងច្បាស់ថាប៉ូលីសម្នាក់នោះគឺជាអ្នកណាគេមិនបានគិតអ្វីច្រើននោះទេគេបានតាក់ទងភ្លាមៗដោយត្រង់ទៅកាន់ប្រធានក្រុមរបស់គេតែម្ដងព្រោះថាប្រធានក្រុមនិងប៉ុស្តិ៍ប៉ូលីសទាំងមូលនៅទីនោះគឺបានទទួលលុយដែលជាសំណូកអំពីគាត់ជារៀងរាល់ខែចុះហេតុអ្វីបានពួកគេមិនចេះគ្រប់គ្រងកូនចៅរបស់គេហើយឲ្យកូនចៅរបស់គេទៅអុកលុកកន្លែងរកស៊ីរបស់ខ្លួនអញ្ចឹងភ្លាមៗប្រធានក្រុមរបស់ថេសុកក៏បានទូរស័ព្ទទៅកាន់គេដើម្បីនិយាយអំពីរឿងទាំងអស់នេះថេសុកមិនខ្វល់អំពីពាក្យសម្ដីរបស់ប្រធានក្រុមរបស់គេនោះឡើយព្រោះនេះហើយគឺជាអត្តចរិតពិតរបស់គេធ្វើការមិនទទួលសំណូកពីជនទុច្ចរិតមួយណានោះឡើយគេមិនបានខ្វល់ពីពាក្យសម្ដីប្រធានក្រុមរបស់គេដែលបាននិយាយមកកាន់គេនោះឡើយគេត្រូវចាប់ក្មេងប្រុសម្នាក់នេះយកទៅប៉ុស្តិ៍ប៉ូលីសឲ្យទាល់តែបានបន្ទាប់មកថេសុកក៏បានទម្លាក់ទូរស័ព្ទចុះហើយបានចាប់ក្មេងប្រុសម្នាក់នោះឲ្យជិះម៉ូតូឌុបគេទៅកាន់ប៉ុស្តិ៍ប៉ូលីសក៏ប៉ុន្តែដោយបានទទួលព័ត៌មានពីជំនួយការរបស់គាត់ថាមានឃាតកម្មកាលពីយប់មិញគាត់ក៏បានឈានចូលទៅកន្លែងឃាតកម្មនោះដើម្បីពិនិត្យរកមើលភស្តុតាងងាយស្រួលក្នុងការកំណត់អត្តសញ្ញាណជនដៃដល់នៅពេលទៅដល់កន្លែងកើតហេតុនោះថេសុកក៏បានយកក្មេងប្រុសដែលគាត់បានចាប់នៅកន្លែងកាស៊ីណូនោះដាក់ខ្នោះដៃរបស់គេជាប់ជាមួយនឹងម៉ូតូបន្ទាប់មកគាត់ក៏បានដើរចូលទៅកាន់កន្លែងកាត់ហេតុថេសុកបានចូលទៅក្នុងឡានដើម្បីមើលសាកសពរបស់បុរសនោះបន្ទាប់មកគាត់ក៏បានពិនិត្យគូតឡានហើយសង្ស័យថាមុននឹងកើតឃាតកម្មមួយនេះពិតណាស់គឺបានកើតគ្រោះថ្នាក់ចរាចរណ៍មុនគេបានថតនៅរូបភាពទាំងអស់នោះទុកជាភស្តុតាងសម្រាប់ស៊ើបអង្កេតនៅថ្ងៃក្រោយបន្ទាប់មកគេក៏បានចាក់ចេញពីទីនោះហើយសម្ដៅ
ទៅកាន់ប៉ុស្តិ៍ប៉ូលីសងាកមកកាន់ថេសុកហើយនឹងមេបងធំម្នាក់ទៀតពួកគេទាំងពីរនាក់កំពុងតែអង្គុយជុំគ្នាដើម្បីពិភាក្សាពីដែនដីដែលពួកគេត្រូវកាន់កាប់ជាការពិតណាស់នៅក្នុងសង្គមអ្នកលេងដែនដីតែងតែមានវិវាទរវាងគ្នានឹងគ្នាមិនដែលដាច់ស្រេចនោះឡើយមេបងធំម្នាក់ទៀតព្យាយាមប្រកែកជាមួយនឹងដុងស៊ូដើម្បីទាមទារនៅទឹកដីដែលគេត្រូវបានគេមិនព្រមលះបង់ទឹកដីដែលគេកំពុងតែកាន់កាប់នោះទេគេបាននិយាយជាមួយនឹងដុងស៊ូដោយមិនបានខ្លាចញញើតដុងស៊ូនោះឡើយទឹកដីគឺបានមកពីអំណាចនិងកម្លាំងដែលគេវាទីយកដូច្នេះហើយបើមានសមត្ថភាពចូលមកយកវិញមកពាក្យសម្ដីទាំងអស់នេះមិនបានធ្វើឲ្យដុងស៊ូក្តៅចិត្តខ្លាំងដូចជាកូនចៅរបស់គាត់នោះទេកូនចៅរបស់គាត់មានអារម្មណ៍ខឹងសម្បាទៅមេបងធំម្នាក់នោះក៏បានលូកមាត់តជាមួយនឹងគេវិញដោយធុញទ្រាន់នៅពួកគេទាំងអស់គ្នាដុងស៊ូក៏បានវាយកូនចៅរបស់គាត់មួយដៃបន្ទាប់មកចាប់កូនចៅនៃមេបងធំម្នាក់ទៀតយកមកកាច់ធ្មេញរបស់គេហើយបានយកធ្មេញនោះដាក់ទៅក្នុងកែវស្រានៃចវាយរបស់គេហើយបង្ខំឲ្យចវាយរបស់គេផឹកស្រានោះទាំងមានឈាមនិងធ្មេញនៅក្នុងកែវនោះនេះគឺជាការព្រមានរបស់ដុងស៊ូទៅកាន់អ្នកលេងម្នាក់នោះដោយមានអារម្មណ៍ញញើតជាមួយនឹងដុងស៊ូគេត្រូវបង្ខំចិត្តផឹកស្រាមួយកែវនេះនៅក្នុងអង្គភាពរបស់ថេសុងប៉ូលីសទាំងអស់នៅក្នុងអង្គភាពរបស់គេកំពុងតែប្រជុំគ្នាអំពីឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃមិញនោះគឺករណីឃាតកម្មដែលបានធ្វើឃាតទៅលើបុរសម្នាក់ដែលមិនមានមូលហេតុច្បាស់លាស់ថេសុកនិងប្រធានក្រុមរបស់គេបានប្រកែកគ្នាយ៉ាងខ្លាំងនៅពេលដែលពួកគេកំពុងតែប្រជុំនោះគឺមកអំពីការយល់របស់គេទៅលើឃាតកម្មនេះមានការយល់មិនដូចគ្នាមិនមែនគ្រាន់តែការសន្និដ្ឋានលើឃាតកម្មនេះមានការមិនដូចគ្នានោះទេក៏ប៉ុន្តែវិធានការដើម្បីតាមស្វែងរកនិងចាប់ខ្លួនជនដែលបានប្រព្រឹត្តឃាតកម្មមួយនេះក៏មិនដូចគ្នានោះដែរនេះគឺជារឿងធម្មតានោះទេរវាងពួកគេទាំងពីរងាកមកកាន់ដុងស៊ូឯនេះវិញបន្ទាប់ពីគេបានចាក់ចេញពីកន្លែងដែលបានជុំគ្នាជាមួយនឹងមេបងធំម្នាក់នោះគេក៏បាននិយាយជាមួយនឹងកូនចៅរបស់គេឲ្យពួកគេត្រឡប់ទៅកន្លែងរបស់គេវិញបន្ទាប់មកគេក៏បានសម្រេចចិត្តបើកឡានទៅផ្ទះម្នាក់ឯងដោយមិនបាច់មានកូនចៅរបស់គេជូនទៅជាមួយនោះឡើយដោយមិនអាចប្រឆាំងជាមួយនឹងចវាយរបស់គេបានគេក៏បានយល់ព្រមឲ្យចវាយរបស់គេទៅតែម្នាក់ឯងនៅតាមផ្លូវត្រឡប់ទៅផ្ទះរបស់គេដុងស៊ូបើកឡានបណ្ដានិយាយទូរស័ព្ទបណ្ដាហើយមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅតាមផ្លូវដែលគេកំពុងតែត្រឡប់ទៅផ្ទះរបស់គេនោះបន្ទាប់មកមានឡានពណ៌សមួយគ្រឿងបានបើកមកក្រោយគូតឡានរបស់គេហើយបានបុកចំគូតឡានរបស់គេមួយទំហឹងបន្ទាប់មកដុងស៊ូក៏បានឈប់ឡានហើយគេបានចុះពីលើឡានដោយកាន់ឆ័ត្រទៅជាមួយដើម្បីទៅពិនិត្យមើលថាតើមានគ្រោះថ្នាក់ធំដុំដែរឬទេបន្ទាប់ពីទៅពិនិត្យមើលគូតឡាននិងអ្នកបើកបរផ្សេងទៀតដោយមិនមានរបួសអ្វីនោះឡើយដុងស៊ូក៏បានយល់ព្រមឲ្យម្ចាស់ឡាននោះបើកចេញទៅដោយមិនមានបញ្ហាអ្វីនោះឡើយក៏ប៉ុន្តែដុងស៊ូមិនបានដឹងទេថាបរិសម្នាក់នេះគឺជាឃាតករដ៏សាហាវដែលតែងតែសម្លាប់មនុស្សមិនរើសមុខនោះឡើយបន្ទាប់មកបរិសម្នាក់នោះក៏បានដកកាំបិតរបស់គេចេញហើយបានរត់យ៉ាងលឿនពីក្រោយដុងស៊ូដើម្បីទៅចាក់សម្លាប់ដុងស៊ូដោយសារដុងស៊ូមានកម្លាំងខ្លាំងជាងពួកគេទាំងពីរនាក់ក៏បានប្រតាយប្រតបគ្នានៅទីបំផុតដុងស៊ូក៏បានកម្ចាត់បរិសម្នាក់នោះក៏ប៉ុន្តែដោយសារឃាតករម្នាក់នោះដឹងខ្លួនយ៉ាងច្បាស់ថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្លាប់ដុងស៊ូនោះទេគេក៏ព្យាយាមបើកឡានដើម្បីចាក់ចេញពីទីនោះទៅបន្ទាប់មកដុងស៊ូបានសន្លប់នៅកន្លែងកាត់ហេតុនោះហើយត្រូវបានខាងមន្ទីរពេទ្យបញ្ជូនមកសង្គ្រោះបន្ទាន់ភ្លាមៗកូនចៅរបស់ដុងស៊ូបន្ទាប់ពីបានទទួលព័ត៌មានថាចវាយរបស់គេត្រូវបានឃាតករមិនស្គាល់មុខម្នាក់ចាក់សម្លាប់ដុងស៊ូគេបានសន្និដ្ឋានថាប្រកាសណាស់នេះគឺជាកូនចៅនៃអ្នកលេងម្នាក់ទៀតដែលពួកគេបានជួបមុននេះបន្ទាប់មកកូនចៅរបស់ដុងស៊ូក៏បានបញ្ជូនមនុស្សដើម្បីទៅសងសឹកអ្នកលេងម្នាក់នោះភ្លាមៗផងដែរនៅយប់ដដែលនោះឃាតករដែលបានសម្លាប់ដុងស៊ូនោះគេមិនទាន់អស់ចិត្តក្នុងការសម្លាប់មនុស្សនោះទេនៅយប់នោះគេក៏បានបន្តសម្លាប់លោកតាម្នាក់ដែលជាមនុស្សចាស់នៅក្នុងកសិដ្ឋានមួយនៅព្រឹកបន្ទាប់ដុងស៊ូក៏បានហៅកូនចៅរបស់គេមកដើម្បីពិពណ៌នាអំពីរឿងដែលបានកើតឡើងកាលពីយប់មិញហើយឲ្យកូនចៅរបស់គេតាមស្វែងរកអ្នកដែលបានព្យាយាមសម្លាប់គេកាលពីយប់មិញទន្ទឹមនឹងនោះថេសុងក៏ដូចគ្នាដែរគេបានចូលមកកាន់មន្ទីរពេទ្យដើម្បីសួរព័ត៌មានដុងស៊ូពាក់ព័ន្ធនឹងករណីកាលពីយប់មិញដុងស៊ូមិនបាននិយាយអ្វីច្រើនជាមួយគេនោះឡើយគាត់គ្រាន់តែឲ្យគេទៅពិនិត្យមើលឡានដែលបានកើតហេតុកាលពីយប់មិញបន្ទាប់មកថេសុងក៏បានទៅមើលឡានដុងស៊ូដើម្បីពិនិត្យរកមើលភស្តុតាងបន្ថែមទៀតដើម្បីស្វែងរកជនដៃដល់ដែលបានសម្លាប់មនុស្សបន្ទាប់ពីត្រឡប់មកដល់ប៉ុស្តិ៍ប៉ូលីសវិញថេសុងបានពន្យល់អំពីករណីឃាតកម្មកាលពីយប់មិញដែលបានកើតឡើងលើដុងស៊ូក៏ប៉ុន្តែមើលទៅប្រធានក្រុមរបស់គាត់ហាក់ដូចជាមិនយល់ស្របនឹងគំនិតឈួតរបស់គាត់នោះឡើយនៅយប់បន្ទាប់ឃាតកររោគចិត្តម្នាក់នោះក៏បានព្យាយាមសម្លាប់បុរសម្នាក់ទៀតដែលជាអ្នកធ្វើការនៅក្នុងរោងចក្រមួយកន្លែងនៅព្រឹកបន្ទាប់នៅក្នុងមន្ទីរពេទ្យដុងស៊ូក៏បានជួលវិចិត្រករស្រីម្នាក់ដើម្បីឲ្យវិចិត្រករស្រីម្នាក់នោះគូររូបតាមការពន្យល់បង្ហាញរបស់គេនៅទីបំផុតវិចិត្រករស្រីម្នាក់នោះក៏បានគូររូបឃាតករដែលបានចាក់គេកាលពីយប់មិញចេញមកដូចជាមនុស្សពិតអញ្ចឹងបន្ទាប់មកដុងស៊ូក៏បានយករូបគំនូរមួយសន្លឹកនោះប្រាប់ទៅកាន់កូនចៅរបស់គេដើម្បីឲ្យគេងាយស្រួលក្នុងការកំណត់អត្តសញ្ញាណរបស់ឃាតករម្នាក់នោះនៅយប់បន្ទាប់ឃាតកររោគចិត្តម្នាក់នោះក៏បានព្យាយាមសម្លាប់បុរសម្នាក់ទៀតដែលជាតកងឡានដឹកដីនៅក្នុងការដ្ឋានមួយកន្លែងករណីឃាតកម្មដែលបានកើតឡើងអំពីការសម្លាប់មានកាន់តែច្រើន
ច្រើននៅក្នុងតំបន់ដែលថេសុកកំពុងតែទទួលខុសត្រូវនៅពេលនេះដងស៊ូក៏បានចាក់ចេញពីមន្ទីរពេទ្យហើយថេសុងក៏បានទៅរកគេដល់កន្លែងដែលគេធ្វើការតែម្ដងថេសុងបានទៅសួរដងស៊ូដើម្បីសួររកព័ត៌មានបន្ថែមនិងលម្អិតជាងនេះពាក់ព័ន្ធជាមួយនឹងឃាតករដែលបានសម្លាប់គេកាលពីថ្ងៃនោះនៅថ្ងៃបន្ទាប់កូនចៅរបស់ដងស៊ូបានមកប្រាប់ដងស៊ូអំពីជំនួយរបស់ពួកគេមួយរយៈនេះហាក់ដូចជាមិនដំណើរការល្អសោះវាពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មរបស់ដងស៊ូដូច្នេះហើយដងស៊ូត្រូវតែប្រញាប់ចាត់ការនៅរឿងនេះឲ្យបានឆាប់កាន់តែល្អបន្ទាប់មកកូនចៅរបស់គេក៏បានប្រគល់កំបិតរបស់ឃាតករឲ្យទៅកាន់ដងស៊ូនៅថ្ងៃបន្ទាប់ដងស៊ូក៏បានហៅថេសុកមកពិភាក្សាគ្នាដើម្បីតាមចាប់ឃាតករម្នាក់នោះដងស៊ូបាននិយាយជាមួយនឹងប៉ូលីសថេសុកថាប្រសិនបើក្នុងចំណោមពួកយើងទាំងពីរនាក់អ្នកណាដែលអាចចាប់ឃាតករនោះបាននោះអ្នកនោះគឺជាអ្នកសម្រេចប្រសិនបើថេសុកអាចចាប់ឃាតករនោះបានមុនគាត់នោះគេអាចយកឃាតករម្នាក់នោះទៅដោះស្រាយតាមផ្លូវច្បាប់បានក៏ប៉ុន្តែប្រសិនបើគាត់ជាអ្នកចាប់បានឃាតករនោះមុនប៉ូលីសថេសុកគាត់នឹងជាអ្នកដោះស្រាយឃាតករនោះតាមផ្លូវច្បាប់របស់គាត់បន្ទាប់មកដងស៊ូក៏បានប្រគល់កំបិតឃាតករឲ្យទៅថេសុកហើយគាត់ក៏បានបង្ហាញនៅមេម៉ូរីមួយដែលបានថតសកម្មភាពរបស់គាត់ជាមួយនឹងប៉ូលីសថេសុកវីដេអូដែលពាក់ព័ន្ធជាមួយនឹងគាត់ហើយនឹងប៉ូលីសថេសុកបានជជែកគ្នាអំពីផែនការបិទណាស់នេះគឺជាវិធីតែមួយគត់ដែលគាត់អាចការពារខ្លួនអំពីប៉ូលីសបានព្រោះថាវាគឺជារឿងដែលកម្រខ្លាំងណាស់ដែលប៉ូលីសមកសហការជាមួយនឹងមេបងធំដើម្បីតាមចាប់ឃាតករសម្លាប់មនុស្សនោះដូច្នេះហើយគាត់ត្រូវតែថតសកម្មភាពទាំងអស់នេះទុកដើម្បីការពារខ្លួនរបស់គាត់នៅពេលដែលបេសកកម្មរបស់ពួកគេត្រូវបានបញ្ចប់បន្ទាប់មកថេសុកក៏បានយល់ព្រមជាមួយនឹងដងស៊ូបន្ទាប់មកថេសុកក៏បានមកពន្យល់កូនក្រុមរបស់គាត់2នាក់ទៀតដើម្បីឲ្យពួកគេយល់អំពីដំណើរការរបស់ពួកគេដែលត្រូវចូលរួមសហការជាមួយនឹងមេបងធំហើយពួកគេត្រូវតែស្វែងរកចាប់ខ្លួនឃាតករម្នាក់នោះឲ្យបានមុនដងស៊ូបើមិនអញ្ចឹងទេឃាតករម្នាក់នោះនឹងត្រូវស្លាប់ក្រោមកណ្ដាប់ដៃរបស់ដងស៊ូជាមិនខានដងស៊ូឯនេះវិញក៏ដូចគ្នាដែរគាត់បានពន្យល់កូនចៅរបស់គាត់ទាំងអស់ឲ្យយល់អំពីការសហការរបស់គេជាមួយនឹងប៉ូលីសហើយនឹងលក្ខខណ្ឌដែលគេបានដាក់ជាមួយនឹងប៉ូលីសថេសុកមិនត្រឹមតែប៉ុណ្ណោះគាត់បានបញ្ជាកូនចៅរបស់គាត់ឲ្យទៅសម្លាប់មេបងធំម្នាក់ទៀតដែលតែងតែមានចំនួនជាមួយនឹងគាត់កន្លងមកនោះគាត់បានប្រគល់កំបិតឃាតករដែលបានសម្លាប់គាត់នោះឲ្យទៅកូនចៅរបស់គាត់ដើម្បីយកទៅសម្លាប់មេបងធំម្នាក់នោះនេះគឺជាល្បិចរបស់ដងស៊ូក្នុងការបង្វែរដានប៉ូលីសដើម្បីកុំឲ្យរកឃើញថាឃាតករពិតជាអ្នកណាដើម្បីឲ្យប៉ូលីសសន្និដ្ឋានថាការស្លាប់នេះគឺជាឃាតករតែមួយដែលបានសម្លាប់មនុស្សកន្លងមកដើម្បីកុំឲ្យប៉ូលីសរកឃើញឃាតករពិតនៅពីក្រោយរឿងនេះអ្នកស៊ើបអង្កេតបានសន្និដ្ឋានថាឃាតករបានសម្លាប់អ្នកលេងម្នាក់នេះគឺជាឃាតករតែមួយដែលបានសម្លាប់មនុស្សកាលពីកន្លងទៅក៏ប៉ុន្តែថេសុកមិនបានគិតបែបនេះនោះទេគេបានដឹងយ៉ាងច្បាស់ថាឃាតករដែលបានសម្លាប់អ្នកលេងម្នាក់នេះគឺជាដងស៊ូព្រោះថាកំបិតដែលបានដោតជាប់នៅលើទ្រូងនៃសាកសពគឺជាកំបិតដែលដងស៊ូធ្លាប់បង្ហាញប្រាប់គាត់វាច្បាស់ខ្លាំងណាស់ឃាតករដែលបានសម្លាប់អ្នកលេងម្នាក់នេះគឺជាដងស៊ូបន្ទាប់មកថេសុកក៏បានទៅរកដងស៊ូនៅពេលដែលទៅដល់ភ្លាមថេសុកបានវាយដងស៊ូមួយដៃបន្ទាប់មកថេសុកក៏ត្រូវបានដងស៊ូចាប់បោកដូចជាកង្កែបអញ្ចឹងប៉ូលីសថេសុកមិនមែនជាដៃគូរបស់ដងស៊ូនោះឡើយនៅថ្ងៃបន្ទាប់សារព័ត៌មានផ្សេងៗក៏បានចុះផ្សាយអំពីករណីឃាតកម្មមួយនេះហើយគេបាននិយាយថាឃាតករដែលបានសម្លាប់មនុស្សកន្លងមករួមទាំងបងធំម្នាក់នេះផងគឺជាឃាតករតែមួយដែលបានសម្លាប់មនុស្សដោយប្រើកាំបិតស្នៀតរបស់គេឃាតករពិតប្រាកដកំពុងតែអង្គុយស្ដាប់ព័ត៌មានចុះផ្សាយអំពីករណីឃាតកម្មដែលនោះគឺជាឃាតកម្មដែលគេមិនបានធ្វើទាល់តែសោះបន្ទាប់មកគេបាននិយាយខ្សឹបនៅក្នុងចិត្តរបស់គេតែម្នាក់ឯងថាគេមិនបានសម្លាប់បុរសម្នាក់នេះនោះទេក្មេងប្រុសម្នាក់ដែលបានអង្គុយជិតឃាតករម្នាក់នោះបានឮនៅពាក្យខ្សឹបទាំងអស់នោះបន្ទាប់មកក្មេងប្រុសម្នាក់នោះដឹងយ៉ាងច្បាស់ថាគេគឺជាឃាតករដែលបានសម្លាប់មនុស្សកន្លងមកដែលព័ត៌មានបានចុះផ្សាយក្មេងប្រុសម្នាក់នោះមានអារម្មណ៍ភិតភ័យបន្ទាប់ពីដឹងការពិតទាំងអស់នេះឃាតករបានដើរទៅជិតក្មេងប្រុសម្នាក់នោះក្នុងន័យគំរាមក្មេងប្រុសម្នាក់នោះឲ្យបិទមាត់របស់គេបើមិនអញ្ចឹងទេគេប្រកាសជាស្លាប់ដោយមនុស្សដែលបានចុះផ្សាយនៅក្នុងព័ត៌មាននោះអញ្ចឹងបន្ទាប់មកគេក៏បានទៅកន្លែងពិធីបុណ្យសពនៃអ្នកលេងម្នាក់នោះដើម្បីធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះបានដឹងការពិតអំពីរឿងនេះបន្ទាប់មកឃាតករក៏បានទៅជួបចំណិតអ្នកលេងម្នាក់នោះហើយបានប្រគល់ក្រដាសមួយទៅឲ្យគេក្នុងក្រដាសនោះបានសរសេរនៅពាក្យមួយចំនួនដែលបង្ហាញអំពីឃាតករសម្រាប់បងធំរបស់គាត់នៅពេលដែលដងស៊ូនិងថេសុកកំពុងតែពិនិត្យឡានរបស់ឃាតករសុកឈុលក៏បានបញ្ជូនមនុស្សរបស់គេមកដើម្បីសម្លាប់ពួកគេទាំងពីរក៏ប៉ុន្តែមនុស្សទាំងអស់នោះត្រូវបានដងស៊ូហើយនិងថេសុកកំចាត់គ្មានសល់សូម្បីតែម្នាក់នៅថ្ងៃបន្ទាប់ថេសុកនិងក្រុមការងាររបស់គេបានរកឃើញតម្រុយថ្មីដែលពាក់ព័ន្ធជាមួយនឹងឃាតករសម្លាប់មនុស្សគេបានទៅដល់កន្លែងភោជនីយដ្ឋានមួយដែលឃាតករតែងតែផឹកស្រានិងស្រែកឡូឡានៅកន្លែងនោះគេបានសុំម្ចាស់ហាងឲ្យតាក់ទងទៅកាន់ឃាតករនោះដើម្បីឲ្យគេមកហាងនេះម្ដងទៀតជាការពិតណាស់ឃាតករនោះក៏បានត្រឡប់មកវិញម្ដងទៀតតាមការហៅរបស់ម្ចាស់ហាងដោយឃើញពីស្ថានភាពមិនស្រួលបែបនេះឃាតកររូបចិត្តម្នាក់នោះក៏បានព្យាយាមចាកចេញពីទីនោះថេសុកហើយ
នឹងក្រុមការងាររបស់គេបានព្យាយាមដេញចាប់ឃាតករម្នាក់នោះក៏ប៉ុន្តែនៅទីបំផុតឃាតករម្នាក់នោះក៏បានរត់គេចខ្លួនពីការតាមចាប់របស់ថេសុកបានត្រឡប់មកហាងវិញហើយបានស្នើសុំទៅកាន់ម្ចាស់ហាងពិនិត្យមើលរបស់របរដែលឃាតករនោះធ្លាប់បានប្រើរបស់ដែលគេធ្លាប់បានប្រើនៅសល់តែដបស្រាតែប៉ុណ្ណោះក៏ប៉ុន្តែដបស្រាទាំងនោះត្រូវបានក្រុមហ៊ុនកែច្នៃដឹកយកទៅរោងចក្ររបស់គេអស់បាត់ទៅហើយដោយគ្មានជំរឿអ្វីផ្សេងថេសុកក៏បានបញ្ជូនក្រុមការងាររបស់គេដើម្បីទៅរកមើលភស្តុតាងបន្ថែមពាក់ព័ន្ធជាមួយនឹងឃាតករម្នាក់នោះនៅថ្ងៃនោះដែរដុងស៊ូបានទៅជួបជាមួយនឹងដៃគូសហការរកស៊ីរបស់គេដែលកំពុងតែមានបញ្ហាជាមួយនឹងគ្នាដោយសារតែករណីឃាតកម្មដែលបានកើតឡើងមកលើខ្លួនគេទីផ្សារហ៊ុនរបស់ពួកគេត្រូវបានធ្លាក់ចុះហើយពាក្យចចាមអារ៉ាមជាច្រើនបានកើតមានចំពោះដុងស៊ូដូច្នេះហើយគេត្រូវតែលុបបំបាត់នៅពាក្យចចាមអារ៉ាមទាំងអស់នោះដើម្បីលាងនៅភាពស្អាតស្អំរបស់គេមកវិញឲ្យទាល់តែបានក្រុមការងាររបស់ថេសុកបានឲ្យរបាយការណ៍មួយចំនួនដែលពាក់ព័ន្ធជាមួយនឹងឃាតករឲ្យទៅកាន់ថេសុកនោះគឺជាប្រវត្តិរូបរបស់គេនិងកន្លែងដែលគេកំពុងតែស្នាក់នៅបន្ទាប់ពីបានព័ត៌មានឃាតករមួយចំនួនទាំងអស់នេះថេសុកក៏បានប្រញាប់ទៅកាន់ទីកន្លែងដែលឃាតករម្នាក់នោះកំពុងតែរស់នៅពេលដែលទៅដល់កន្លែងស្នាក់នៅរបស់ឃាតករម្នាក់នោះថេសុកបានជួបជាមួយនឹងអ៊ំស្រីដ៏ចំណាស់ម្នាក់ដែលជាម្ចាស់ផ្ទះសំណាក់នោះថេសុកបានសួរនាំអំពីព័ត៌មាននៃឃាតករម្នាក់នោះពីអ៊ំស្រីម្ចាស់ផ្ទះអ៊ំស្រីម្ចាស់ផ្ទះជួលនោះគាត់មិនបានដឹងអ្វីច្រើនអំពីព័ត៌មានរបស់បរិសម្នាក់នោះទេគាត់បានប្រាប់អំពីបន្ទប់ដែលបរិសម្នាក់នោះកំពុងតែស្នាក់នៅទៅកាន់ថេសុកបន្ទាប់មកថេសុកក៏បានចូលទៅក្នុងបន្ទប់នោះដើម្បីស្វែងរកភស្តុតាងបន្ថែមថេសុកបានរកឃើញឧបករណ៍ជាច្រើននិងរូបថតនៅក្នុងបន្ទប់នោះដែលសុទ្ធតែជាភស្តុតាងពាក់ព័ន្ធជាមួយនឹងឃាតករគេបានយករូបថតមួយសន្លឹករបស់ម្ចាស់បន្ទប់នោះដើម្បីយកមកផ្ទៀងគ្នាជាមួយនឹងមុខរបស់ឃាតករជាការពិតណាស់រូបថតទាំងពីរនេះគឺមានលក្ខណៈដូចគ្នាស្ទើរតែទាំងស្រុងបន្ទាប់មកថេសុកក៏បានសន្និដ្ឋានថាប្រកាសណាស់នេះគឺជាបន្ទប់របស់ឃាតករនោះបន្ទាប់ពីកំណត់ទីតាំងនិងកន្លែងរស់នៅរបស់ឃាតករនោះរួចមកថេសុកក៏បានយកព័ត៌មានទាំងអស់នេះដើម្បីទៅប្រជុំគ្នាជាមួយនឹងក្រុមការងាររបស់គាត់រួមទាំងក្រុមការងាររបស់ដុងស៊ូផងបន្ទាប់មកក្រុមការងាររបស់ថេសុកដែលជាប៉ូលីសនិងកូនចៅរបស់ដុងស៊ូដែលជាក្រុមអ្នកលេងបានរួមគ្នាដើម្បីតាមចាប់ឃាតករសម្លាប់មនុស្សពួកគេបានបញ្ជូនកម្លាំងរបស់គេរៀងខ្លួនដើម្បីទៅតំបន់ដែលឃាតករនោះកំពុងតែលាក់ខ្លួនព្រឹកមួយនៅពេលដែលគាត់កំពុងតែរងចាំកូនចៅរបស់គាត់មកទទួលគាត់អាកាសធាតុមិនអំណោយផលនោះឡើយមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងហើយដុងស៊ូក៏បានយកឆ័ត្ររបស់គេមកទទួលដើម្បីកុំឲ្យត្រូវទឹកភ្លៀងស្របពេលដំណើរគ្នានោះដែរដុងស៊ូក៏បានឃើញក្មេងស្រីសិស្សសាលាម្នាក់កំពុងតែឈរហាលភ្លៀងដែលគ្មានឆ័ត្រដុងស៊ូក៏បានឲ្យឆ័ត្ររបស់គេទៅក្មេងស្រីម្នាក់នោះបន្ទាប់មកនាងក៏បានឡើងឡានក្រុងរបស់នាងចាក់ចេញពីទីនោះទៅនៅយប់បន្ទាប់ដុងស៊ូនិងក្រុមការងាររបស់គេផ្សេងទៀតជាមួយនឹងក្រុមការងាររបស់ប៉ូលីសកំពុងតែនៅក្នុងភោជនីយដ្ឋានមួយដើម្បីហូបអាហារពេលល្ងាចរបស់គេនិងជួបជុំគ្នាដើម្បីនិយាយអំពីផែនការបន្ទាប់របស់ខ្លួនដើម្បីតាមស្វែងរកឃាតករបន្តទៀតគណៈពេលនោះដែរព័ត៌មាននៅក្នុងទូរទស្សន៍បានផ្សាយអំពីករណីឃាតកម្មមួយដែលបានកើតឡើងលើក្មេងស្រីសិស្សសាលាម្នាក់ដែលនាងកំពុងតែធ្វើដំណើរទៅផ្ទះរបស់នាងដោយថ្មើរជើងនៅពេលនោះដុងស៊ូបានសម្លឹងទៅកាន់ទូរទស្សន៍រឿងដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺឆ័ត្រដែលនៅក្នុងទូរទស្សន៍នោះគឺជាឆ័ត្រដែលគេបានឲ្យក្មេងស្រីសិស្សសាលាម្នាក់កាលពីព្រឹកមិញដុងស៊ូប្រកាសនៅក្នុងចិត្តរបស់គេណានេះគឺជាស្នាដៃរបស់ឃាតករម្នាក់នោះភ្លាមដោយមិនបង្អង់យូរដុងស៊ូបានបញ្ជាកូនចៅរបស់គេទាំងអស់ដើម្បីចេញប្រតិបត្តិការតាមស្វែងរកឃាតករម្នាក់នោះជាការពិតណាស់ឃាតករម្នាក់នោះមិនទាន់ទៅណាឆ្ងាយនោះឡើយឃាតករម្នាក់នោះកំពុងតែមានវត្តមាននៅក្បែរពួកគេនៅឡើយនោះទេនៅទីបំផុតពួកគេក៏បានរកឃើញឃាតករម្នាក់នោះដែលកំពុងតែបើកឡានរបស់គេដើម្បីព្យាយាមរត់គេចខ្លួនថេសុកបានព្យាយាមបើកឡានតាមពីក្រោយឃាតករម្នាក់នោះនៅពេលដែលដុងស៊ូបានបើកឡានរបស់គេមកបំបុកឡានរបស់ឃាតករម្នាក់នោះតែម្ដងឃាតករម្នាក់នោះក៏បានចុះពីលើឡានយ៉ាងប្រញាប់ប្រញាល់ហើយបានព្យាយាមរត់គេចខ្លួនចេញពីទីនោះបន្ទាប់មកដុងស៊ូក៏បានចែកផ្លូវគ្នាជាមួយនឹងកូនចៅរបស់គាត់ដើម្បីតាមចាប់ឃាតករម្នាក់នោះក៏ប៉ុន្តែកូនចៅរបស់ដុងស៊ូត្រូវបានឃាតករម្នាក់នោះសម្លាប់យ៉ាងសាហាវនៅក្នុងថ្លុកឈាមបន្ទាប់មកឃាតករម្នាក់នោះក៏បានព្យាយាមរត់ចូលទៅខារ៉ាអូខេមួយកន្លែងនៅជិតនោះដុងស៊ូក៏បានព្យាយាមតាមពីក្រោយឃាតករនោះទៅដល់ខារ៉ាអូខេមួយកន្លែងនោះនៅទីបំផុតគេក៏បានចាប់ឃាតករម្នាក់នោះបានហើយបានវាយទៅលើឃាតករម្នាក់នោះសឹងតែខ្ទេចមុខរបស់គេទៅហើយបន្ទាប់មកដុងស៊ូក៏បានចាប់ឃាតករម្នាក់នោះទៅកន្លែងរបស់គេដើម្បីសម្លាប់គេព្រោះគេគឺជាអ្នកចាប់ឃាតករនេះបានមុនថេសុកដូច្នេះគេមានសិទ្ធិក្នុងការសម្លាប់ឃាតករម្នាក់នេះក៏ប៉ុន្តែភ្លាមថេសុកក៏បានបើកឡានរបស់គេយ៉ាងលឿនបំបុកចូលមកខាងក្នុងហើយដុងស៊ូមិនមានការអ្វីធ្ងន់ធ្ងរនោះឡើយគ្រាន់តែសន្លប់នៅកន្លែងនោះបន្ទាប់មកថេសុកក៏បានចាប់ឃាតករម្នាក់នោះដាក់ឡានរបស់គេហើយដឹកយកមកកាន់ប៉ុស្តិ៍ប៉ូលីសរបស់គេបន្ទាប់មកដុងស៊ូក៏បានទៅរកថេសុកហើយដុងស៊ូក៏បានប្រដៅថេសុកដោយក្បត់នៅពាក្យសន្យារបស់គេដែលបានសន្យាជាមួយគ្នាថាប្រសិនបើអ្នកណាបានចាប់គេមុននោះអ្នកនោះមានសិទ្ធិសម្រេចទៅលើឃាតករម្នាក់នោះក៏ប៉ុន្តែនៅពេលនេះថេសុកបានក្បត់ពាក្យសន្យារបស់គេទៅហើយបន្ទាប់មកថេសុកក៏បាននិយាយទៅកាន់ដុងស៊ូថាលោកមិនអាចសម្លាប់គេបានទេព្រោះគេគឺជាឃាតករដែលបានសម្លាប់មនុស្សច្រើនណាស់ការសម្លាប់គេឲ្យស្លាប់ហាក់ដូចជាទណ្ឌកម្មតិចតួចខ្លាំងណាស់ដែលបានដាក់ទៅលើគេដូច្នេះហើយគួរ
តែប្រគល់គេទៅឲ្យច្បាប់ជាអ្នកចាត់ចែងទៅហើយថេសុកក៏បានស្នើសុំដងស៊ូឲ្យធ្វើជាសាក្សីបន្ថែមផងដែរថេសុកក៏បានយល់ព្រមធ្វើជាសាក្សីដ៏សំខាន់មួយព្រោះគេក៏ជាជនរងគ្រោះម្នាក់ដែរនៅក្នុងអំពើឃាតកម្មរបស់ឃាតករដ៏សាហាវម្នាក់នេះនៅទីបំផុតតុលាការក៏បានសម្រេចដាក់ទោសទៅលើឃាតករម្នាក់នោះឲ្យជាប់ពន្ធនាគារអស់មួយជីវិតទោះបីជាឃាតករនេះត្រូវបានជាប់គុកអស់មួយជីវិតក៏ដោយក៏ដងស៊ូមិនអស់ចិត្តក្នុងការសម្លាប់ឃាតករម្នាក់នេះនោះដែរដងស៊ូបានធ្វើជាប្រព្រឹត្តទោសកំហុសដើម្បីឲ្យប៉ូលីសបញ្ជូនគេមកក្នុងគុកហើយជាឱកាសដើម្បីឲ្យគេអាចសម្លាប់ឃាតករដ៏សាហាវម្នាក់នោះក្រោមកណ្ដាប់ដៃរបស់គេបានសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់អរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា